សួស្តីបងបងថ្ងៃនេះប្លែកក៏ដែរប្លុកជិបចាប់ទៀតហើយតែលើកនេះប្លែកម្ដងភ្លក់ម្ហូបនៅខេត្តសៀមរាបម្ដងចាគាត់ថាអូយសម្បូរបែបហើយចាំតិចខ្ញុំប្រាប់ថាបងទៅនៅណាហើយបងបងដែលគាត់ទៅលេងសៀមរាបក៏គុំរំលងកន្លែងហ្នឹងគឺខ្ញុំបេះរីខមមិនមកតម្លៃល្អខ្លាំងហ្មងហើយនិយាយពីរសជាតិអូយនិយាយថាឆ្ងាញ់មែនតែនហ្មងណាអូយមកមុខអ្នកញ៉ាំនិយាយថាសប្បាយគ្រប់គ្នាហ្មង គឺប្រហូបធូរថ្លៃហើយឆ្ងាញ់បងបងណាបងបងឃើញខ្ញុំញ៉ាំជាមួយខ្ញុំហៅម្ហូបប្រហែលជាចិត្ត10មុខណាអូដល់ពេលគិតលុយឲ្យ surprise គ្រប់គ្នាឲ្យខាងគេវាមនុស្សឡើងពេញហ្មងណាអូយហើយឡើងឆ្ងាញ់កន្លែងចាត់ឡានធំទូលាយចាអូយនិយាយពីឆ្ងាញ់នេះហាងគេឈ្មោះហាងដំណាក់ខ្មែរណាបងបងណានិយាយទៅជាងជិះហួសពី Pub Street យ៉ាងតែបន្តិចឯងគឺដល់ហើយបងបងមកដុំឡើងហាងប្រាំងណាហ្នឹងតំបន់មកបងអើយនិយាយពីថាឈ្មោះសាហាវមកតែបន្លួយគេគឺថាខ្វាកមកបងអើយឆ្ងាញ់គ្រប់មុខចា ចាបន្ទាប់ពីមកពី vlog សៀមរាបមកវិញហើយចាមានចង្កេះឡើង2គីឡូចា ឥឡូវកំពុងតែដៃអិតវិញហើយចាគឺឆ្ងាញ់រហូតបាយមើលមកហូបចឹងឲ្យអ្នកគេទ្រាំបានយើងដាក់សិនទៅហើយចាំមកវិញចាំយើងដៃអិតតាមក្រោយមុខម្នាក់អង្គុយចាំមកហូបថ្ងៃនោះដូចជាខ្ញុំទៅដល់ប្រហែលជាខ្ទង់ម៉ោង4ម៉ោង5ល្ងាច យកមិនតនេះគេថាចេញក្លឹបទីក្រុងហ្មងណាចេញក្លឹបទីក្រុងសៀមរាបទាំងយប់ហ្មងណាចាហើយមកហូបមកបដាអើយឆាបន្លែគេនោះក៏ឆ្ងាញ់អាងាវអំនេះក៏ឆ្ងាញ់តែប៉ុន្តែមកហូបអញ្ចឹងវាសាមញ្ញនេះណាក៏មានដែរប៉ុន្តែរសជាតិហ្នឹងគាត់ថាប្រមាក់ហៅរសជាតិហ្នឹងណាបងណាហើយតម្លៃវាគឺមហាសែនពិសេសហ្មងចាំមើលតិចទៀតណាអូយពីលើកមកហ្នឹងខ្ញុំនឹងបដៅចាប់ដើមតេះបដៅអូយទៅតេះជាតិបាយឆាគេក៏ឆ្ងាញ់ដែរមកហូបហើយចិត្ត10មុខហើយបងប្អូនណាតែពេលគិតលុយទាំងទ្រីងទាំងអីទៀតអស់តែ$25អូយខ្ញុំឡើង surprise ហ្មងបងប្អូនហើយប៊ីយ៉ាគេលក់នៅក្នុងលក្ខណៈគេលក់ជាកែវបើកែវតែ5កាក់តែ2000ទេហើយវាឆ្ងាញ់នោះឆ្ងាញ់គាត់ថាថ្ងៃហ្នឹងយើងហត់ដូចចឹងយើងអត់អីជាអីទេនេះមាន់រំលីងខ្ទឹមសខ្ញុំហៅដូចជាថបឆាហៅបាយឆាងាវអបឆាបន្លែហើយជាមួយនឹងថៃប្រមាជៀនមួយទៀតអូយសិតតែត្រូវចិត្តហ្មងរបស់បងខ្លែងមិនដឹងថាត្រូវចាឥឡូវយើងមកភ្លក់ជាមួយនឹងឆាបន្លែយើងម្ដងឆាបន្លែនេះមានសាច់ទេប៉ុន្តែឡងជាតិហ្មងហើយបើទ្របនេះវិញណាអូយខប់សេរីហ្មងអ្នកអត់ចេះញ៉ាំទ្របអីសាអាហ្នឹងដល់ញៀនហ្មងយាយមែនជាតិសាហាវពីម៉ាត់បាត់ចានេះតួឯកយើងចានេះម្ចាស់ឧបត្ថម្ភកម្មវិធីចាអូយឆ្ងាញ់ណាស់លោកអើយនិយាយថាមកវិញសិនឡើងគីឡូនឹងអស់ឥឡូវយើងត្រឡប់ទៅវិញហើយបាយបាយបងជួបគ្នានៅវីដេអូក្រោយ